សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ចេះធ្វើសាប៊ូលាងចានបងប្អូនអាចចូលមើលវីដេអូនៅក្នុង page ចូលមើល post ផ្សេងៗនៅក្នុង page គឺនៅក្នុង page ចែកម្លែកគឺយើងមាន post ច្រើននិយាយពីការធ្វើសាប៊ូលាងចានហើយក៏មានវីដេអូបង្ហាញផងដែរពីរបៀបកូរនៃមេសាប៊ូនីមួយៗកូរសាប៊ូលាងចានអញ្ចឹងបងប្អូនអាចចូលមើលបានបងប្អូនប្រកាសជាចេះធ្វើសម្រាប់បងប្អូនដែលចូលមើលហើយបងប្អូនចេះហើយបងប្អូនយល់ហើយបងប្អូនចង់អនុវត្តផ្ទាល់បងប្អូនអាចយកជាឈុតសាប៊ូនេះយកទៅអនុវត្តផ្ទាល់បានឈុតសាប៊ូនេះគឺវាមានគ្រឿងផ្សំនៅក្នុងហ្នឹងទាំងអស់មាន9មុខហើយមានกระดาษណែនាំជាពិសេសគឺមានกระดาษណែនាំกระดาษណែនាំនេះគឺយើងមានឈ្មោះវត្ថុធាតុដើមនីមួយៗហើយនឹងមានចំនួននៃវត្ថុធាតុដើមនីមួយៗនៅក្នុងហ្នឹងសម្រាប់បងប្អូនយកទៅធ្វើបងប្អូនអាចមើលกระดาษណែនាំនេះឲ្យយល់មើលពីភាសាទៅគឺឲ្យបងប្អូនធ្វើតាមកระดาษណែនាំនេះគឺបងប្អូនអាចធ្វើបានហើយអញ្ចឹងឈុតសាប៊ូនេះគឺវាជួយឲ្យបងប្អូនកាត់បន្ថយការចំណាយថ្លៃបង់ការចូលរៀនកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរមកចូលរៀនអញ្ចឹងគឺវាជួយបានច្រើនមកផ្នែកផងដែរទៅលើថវិកានៅក្នុងការរៀនធ្វើសាប៊ូលាងចាននេះ